សួស្តីអ្នកទាំងអស់គ្នាតាមបន្តរឿងយើងហើយទូរស័ព្ទយើងក៏និយាយថាជួយលើកខ្ញុំឡើងឲ្យលឿនណាដៃនេះដូចបឹកម្ដងទៀតហើយប្រាប់ថាឲ្យលើកយីរួមមកទូប្រុសហ្នឹងគឺត្រូវទូរស័ព្ទឲ្យលើកគេប៉ុន្តែដៃគេណាគឺចាប់ផ្ដើមទៅពេករៀបមកត្រូវទូរស័ព្ទទេម្ដាយឲ្យថាឲ្យទៀតហើយក៏និយាយថាម្សិលមិញមិនបាច់បន្លាភួយអញ្ចឹងទេអូនឯងឲ្យមកដល់ស្រួលយីរួមទូរស័ព្ទនឹងខ្លះក៏ឲ្យទូប្រុសយកអីមកប៉ាំងឲ្យនឹងស្អាតគ្នាធ្វើបែបអៀនហ្នឹងឆៃទូរស័ព្ទថាឲ្យយីឆាប់ធ្វើលឿនណាហើយគាត់នៅឆ្លោះគ្នាប្លែងគ្នាចុះកន្លែងគ្នាឡើងលោកតាក៏មកដល់ហើយសួរថានេះក្រោកពីគេនៅតែចង់ចូលទៅបានទេមេងខ្មាំងអើយក្រោកនៅមិនហើយស្ងាត់ឆឹងអញ្ចឹងហើយទូរស័ព្ទយើងក៏អៀននិយាយថាភ្ញាក់ឲ្យលោកតាមិនក៏ព្រលឹមយ៉ាងនេះលោកតាឲ្យខ្ញុំមកតាខ្ញុំនឹងជួយទេមិនបាច់ទេមកពីព្រលឹមព្រោះចង់ញ៉ាំបាយជុំគ្នាមិនហើយគេងស្រួលទេយប់មិញលោកតាសួរអញ្ចឹងហើយទូរស័ព្ទយើងថាយប់មិញគឺស្រួលណាសួរឲ្យទូរស័ព្ទយើងថាយប់មិញគឺថាហើយទូប្រុសយើងក៏បើកស្មាជិកខ្វះហើយនិយាយថាស្រួលណាស់ស្រួលអត់តមកលោកតាអរគុណច្រើនអរគុណលោកតាដែលបានជួយយប់មិញបើគ្មានលោកតាទេពួកវាអូសក៏ខ្ញុំទៅមិនខានទេនិយាយអញ្ចឹងលោកតាក៏ដឹងថាពួកវាមករកខ្ញុំមិនក៏លោកតាមិនឲ្យពួកវាចាប់ខ្ញុំតែម្ដងទៅហេតុដែលលោកតាជួយពួកខ្ញុំលោកតាមិនខ្លាចវាធ្វើបាបលោកតាទេលោកតាក៏ថាមានរឿងអីដែលតាត្រូវខ្លាចពួកវានោះណាមួយពួកអាក្មេងអស់នោះវាល្បីណាស់ក្នុងភូមិនេះតាគ្មានលុយអីនោះទេពួកវាចង់ប្លន់ក៏គ្មានអីឲ្យប្លន់តែមើលតែភួយចុះក៏ប្រឡាក់ដែរណាមួយតាគិតថាពួកឯងគឺលើសពីមិត្តទៅទៀតអញ្ចឹងត្រូវទេអ្នកកំឡោះបើលោកតាដឹងហើយចុះលោកតាគិតថាមនុស្សពីអ្នកស្រឡាញ់គ្នាវាជារឿងមិនធម្មតាទេមែនទេតានឹងក៏សើចនិយាយថាកំភៃតាយប់ប៉ុណ្ណេះហើយតាគ្មានរឿងអីដែលតាមិនដែលឃើញនោះទេកូនប្រុសតាក៏ជាមនុស្សស្រឡាញ់ភេទដូចគ្នាដែរយីរួមពីអ្នកនឹងបើកផ្នែកកឡោតបើវានឹកឃើញអញ្ចឹងហើយក៏និយាយថាតាក៏មិនទទួលស្គាល់ពួកគេដែរហើយអ្នកភូមិក៏ចាប់ផ្ដើមចង្អុលមកផ្ទះរបស់តាថាជាគ្រួសារមិនប្រុសក្តីទីបំផុតពួកគេក៏រត់ចេញពីផ្ទះហើយមិនត្រឡប់មកវិញ5-6 ឆ្នាំហើយក្រោយមកតាក៏យល់ថាទោះបីស្នេហារវាងភេទដូចគ្នាក៏ដោយជាស្នេហាដែលគេរអាងតែពួកគេក៏ត្រូវការមនុស្សនៅក្នុងគ្រួសារយល់ពីពួកគេផងដែរមិនថាចៅស្រឡាញ់ប្រុសឬស្រីទេឲ្យតែចៅមានក្តីសុខតាមចៅជានិច្ចហើយទូរស័ព្ទយើងគឺនឹកឃើញតាខ្លួនឯងដែលតែងតែគ្រប់គ្រងអ្នកទាំងអស់គ្នានិយាយរួមណាអ្នកដែរហើយក៏រលេងលងហើយក៏និយាយថាលោកតាអរគុណណាស់ដែលលោកតាយល់ខ្ញុំពិតជារំភើបគ្មានពាក្យអីរៀបរាប់បានទេអរគុណច្រើនហើយទូព្រោះយើងគិតតែពីអញ្ញឹមអ្នកទាំងអស់គ្នាទូរស័ព្ទគិតពីអរគុណលោកតានិយាយចឹងរហូតហើយលោកតាហ្នឹងក៏រៀងលេងលងដែរគេថាពួកចៅធ្វើឲ្យតាយំហើយនិយាយមិនចេញដូចគ្នាសម្រាប់អាហារពេលល្ងាចតាបានបេះផ្លែឈើមកច្រើនណាស់ចាំយកទៅញ៉ាំនៅតាមផ្លូវទៅចឹងខ្ញុំមិនគួរសមទេណាយកឈីហ្នឹងក៏ចាប់អីញ៉ាំហើយនិយាយចឹងវ៉ាហើណាស់ឆ្ងាញ់សាហាវលោកតាអរគុណលោកតាសម្រាប់អាហារឆ្ងាញ់នេះលោកតាស្នាដៃលោកតាអស្ចារ្យខ្លាំងណាស់ហើយដល់ពេលគេចេញទៅលោកតាហ្នឹងក៏ហុចផ្លែឈើឲ្យហើយគេនិយាយថាឧស្សាហ៍មកលេងតាផងពេលទំនេរហើយជើងលោកតាមិនអាចដើរបានស្រួលទេបើឃើញចៅតាហៅគេមកជួយតៅផងណាខ្ញុំច្បាស់ជាមកលេងលោកតាមិនខានទូស័យនិយាយអញ្ចឹងបងប្អូនគ្នាប៉ុន្តែមើលលោកតាដើរចេញទៅហើយទូប្រុសហ្នឹងក៏ចាប់ដៃទូស័យក៏និយាយថាតោះយើងមិនអីទេដែលសន្ធិសន្ធេលើលោកនេះទេអញ្ចឹងយើងគួរតែនាំគ្នាទៅផ្ទះវិញទៅហើយទូស័យញ៉ាំដាក់ទូប្រុសហ្នឹងគឺពាក់មួកបោះអ្នកភូមិហ្នឹងទៀតហ្នឹងខ្ជូតសាហាវហើយក៏និយាយថាមិនបានជាមើលមកបងអំពើភ្នែកអញ្ចឹងបងសិតឈុតនេះសង្ហាណាស់មែនទេទៅទូស័យគេហៅបងយុឈីចង់ទៅផ្ទះជាមួយខ្ញុំទេដូចនិយាយអញ្ចឹងនេះពួកយើងមិនរៀបទៅផ្ទះទេអីមិនមែនទៅផ្ទះយើងទេគឺទៅជួបម៉ាត់របស់អូននិយាយរួមមកទូស័យរបស់យើងគឺកាន់ដៃទូប្រុសហើយចង់នាំទូប្រុសទៅភ្នៅរបស់ម៉ាក់របស់ទូស័យនៅទាំងអស់គ្នាហើយទូប្រុសហ្នឹងនឹងមុខកុហកហើយអូននិយាយលេងទេមែនទេហើយទូស័យយើងក៏ចាប់ដៃទូប្រុសនាំដើរទៅនៅខាងនេះហើយគឺនិយាយថាអូនមិនបាននិយាយលេងទេមើលតែពេលនេះចុះអូនពិតជាច្បាស់លាស់បងប៉ុណ្ណាបងមិនដឹងទេមែនទេហើយទូប្រុសយើងហ្នឹងមកវិញជាមួយទូស័យអ្នកទាំងអស់គ្នាហើយក៏បាននិយាយទូរស័ព្ទតែមិនគេមិនគេក៏និយាយថាតែឯងមិនបាច់ចាប់អារម្មណ៍ពីខ្ញុំនោះទេវិនិយោគបន្ថែមលើរឿងនេះទៅថារក្សាជីវិតឯងឲ្យគង់កុំឲ្យរត់លត់មុនពេលយើងទៅវិញហើយទៅវិញគឺបានហើយបែរនិយាយមួយជំនុំការអ្នកទាំងអស់គ្នាហើយទូស័យក៏សួរទូប្រុសថានិយាយចាប់ហើយមែនទេបាទត្រង់ពេលនេះវាមិនមែនជាពេលល្អទេដែលនៅតទៀតពេលចាប់យើងត្រូវទៅវិញភ្លាមទូប្រុសថាអញ្ចឹងហើយក៏ថាតែយើងគ្មានជំរឿផ្សេងទេក្រៅពីជាសត្វលៀននេះនោះហើយទូប្រុសក៏ថាមិនស្ដាយទេបើស្លាប់នៅពេលនេះនោះហើយទូស័យយើងក៏និយាយថាដំបងថាមកទិញដំណាំទេតែបើជាមកជួបរឿងនៅសាបងឯងវិញដឹងអញ្ចឹងមិនមកជាមួយសោះអីទៅព្រោះគាត់ថាចង់សរសើរបងមែនទេសរសើរមែនទេដឹងនិយាយរួមគេញ៉ាំគ្នានឹងខ្ជូទូប្រុសបីយើងថាតែវាចិត្តពេលដែលអូនចង់បោះបង់មកចោលនោះពេលដល់ផ្ទះអូនណាលាក៏មិនអាចត្រឡប់ក្រោយបានដែរពេលបងចូលដល់ក្នុងអូនគ្មានពេលសោកស្ដាយទៀតទេនិយាយរួមមើលសត្វលៀនងាប់ឲ្យឆាញ់គូស្នេហ៍គេសាហាវខ្ញុំក៏ឆាញ់ដែរជិលនិយាយជាមួយមនុស្សកំបុលដូចជាលៀនណាថ្ងៃមួយខ្ញុំនឹងយក
មនុស្សស្បែកខ្មៅងងឹតមកឲ្យឆ្ងាយពីជីវិតរបស់ខ្ញុំតែខ្ញុំនិយាយថាដើរលេងបែបនេះដូចដើរលេងជុំវិញពិភពលោកអញ្ចឹងល្អអត់ទោះព្រោះគាត់ថាអូនថាបងស្បែកខ្មៅងងឹតចុះអូនវិញជាអីដែរចុះអូនអាខ្មៅណានឹងទៅជួបម៉ាក់ធ្វើអីមិនរកអសង្ហាណាទៅនិយាយអញ្ចឹងបងភ័យដល់ហើយពេលចិត្តទៅដល់អញ្ចឹងអីទោះព្រោះយើងលើកជើងថាព្រោះតួស្រីបើយើងលើកជើងធាក់តួប្រុសហើយនិយាយថារំខានអារម្មណ៍ណាសុខចិត្តយកប្តីជារឹកល្អទៅជប់គាត់បើជើងយកប្តីលាក់ពុតទៅជប់គាត់មិនអញ្ចឹងហីដឹងអញ្ចឹងហើយយកវូមកដែរហើយព្រមហូបនៅទីនេះឆ្ងាញ់ណាស់ពេលទំនេរយកវូទៅលេងលោកតា3នាក់ឲ្យលោកតាចាប់លោកអូនឯងម្ដងព្រោះអូនឯងខូចណាស់ទោះប្រុសប្រអាប់អញ្ចឹងហើយទោះស្រីក៏និយាយថាវូកូនខ្ញុំមិនរំខានលោកឲ្យយកគេមកទេពូម៉ៅមិនក៏បងមិនអាចចាប់ទុកគេជាកូនបង្កើតបានខ្លាចអូនយកគេមកអញ្ចឹងមិនអញ្ចឹងហីគ្មានជាប់សាច់ឈាមតែគេស្រឡាញ់បងជាងអូនចំណែនអត់អ្នកណាថាមិនជាប់សាច់ឈាមអូទូស្រីច្រឡំមួនតែអស់គ្នាហើយបើផ្លេចធំហើយទៅบอกថាជាប់សាច់ឈាមអូនចង់បានន័យថាម៉េចមានអីទេទូស្រីឆ្លើយចឹងណាចង់ថាខ្ញុំនឹងគេជាប៉ានឹងកូនមិនថាមិនជាប់សាច់ឈាមទោះព្រោះជាងមុខមើដែរអ្នកនរគ្នាហើយស្ងាត់ទៅហើយទូស្រីហ្នឹងក៏ណាប់ទូព្រោះដែរទៅកន្លែងទៅចោះសពម៉ាក់ខ្លួនឯងហ្នឹងឃើញកាន់ផ្កាកាន់អីផ្កាលីលីយូរទៀតអ្នកនរគ្នាព្រោះអារម្មណ៍សប្បាយមើលកុំយំអញ្ចឹងទូព្រោះលោកទូស្រីកុំឲ្យម៉ាក់អូនណាចោតបងថាសូមរៀបការជាមួយស្រីចំណាស់នោះអីមោទនភាពពេកប្រយ័ត្នតែម៉ាក់អូនចោតថាអូនយកស្វាមកជាមួយចោះទូព្រោះគាត់ថាអូនមើលតែថាយកមកអីនេះឲ្យគាត់ខ្លាចតិចមកវិញហើយបងបើសិតមកសុំអូនម្ដងទៀតណាម៉ាក់ខ្ញុំមិនតាំងខ្វល់ពីឋានៈក្នុងគ្រួសារស៊ូផងគាត់នៅខ្វល់អីថាពូឯងទិញអីមកឲ្យគាត់ខ្លះមែនទេពូញាក់ខ្លួនឡើងហើយទូព្រោះគាត់ថាតែបងឆ្ងល់ណាស់ថាហេតុអីអូនយកសុបគាត់មកបញ្ចុះនៅទីនេះតាមឋានៈគ្រួសារស៊ូគាត់គួរតែនៅជាមួយភ្នូគ្រួសារតកូស៊ូដូចគ្នាហើយទូស្រីក៏ឆ្លើយថានេះជាអ្វីដែលម៉ាក់អូនគាត់ចង់បានតកូស៊ូនៅតែទុកម៉ាក់ជាមនុស្សក្រៅគ្រួសារណាមួយម៉ាក់ក៏មិនចង់ជួបឪពុកដែលជាមនុស្សមិនសមជាមនុស្សនោះអញ្ចឹងហើយទៅគាត់ផ្លាស់មកទីនេះឲ្យបងសុំទោសអង្គសុំទោសធ្វើអីអូនក៏ចង់រកមនុស្សនិយាយពីក្នុងចិត្តនេះដែរអូនធ្លាប់ប្រាប់បងទេថាម៉ាក់អូនណាធ្លាប់ជាមនុស្សធ្លាប់ជាចុងភៅគ្រួសារតកូស៊ូនិយាយរួមមកដែរនិយាយចុះនិយាយឡើងហើយយើងក៏ដល់ទីបញ្ចប់គ្នាទាំងអស់គ្នាសង្ឃឹមថាយើងនឹងជួបគ្នានៅសប្តាហ៍ក្រោយអូខេ Love you goodbye